Bàជំរាបសួរបងប្អូនយើងទាំងអស់គ្នាvàស្វាគមន៍បងប្អូនយើងមកកាន់តម្រូវបាទខ្ញុំយូរប្រចាំថ្ងៃត្រៃបងប្អូនយើងបាទសម្រាប់ថ្ងៃទី28ខែ12ឆ្នាំ2025បាទបងប្អូនយើងទាំងអស់គ្នាបាទសម្រាប់បងប្អូនយើងដែលបានឃើញវីដេអូនេះហើយបងប្អូនយើងជួយធ្វើការឲ្យមេដៃចុច share ជូនលោកខ្ញុំបានម្នាក់មួយផងបាទតោះចុច share ឲ្យនៅបងប្អូនយើងបាទបើសិនជាចុច share ហើយបាទយើងធ្វើការដាក់តម្រុយជូនតែម្ដងបាទប៉ុន្តែមុននឹងដាក់ចូលតម្រុយបាទសូមសួរសុខទុក្ខពុកម៉ែបងប្អូនយើងបន្តិចសិនបាទពុកម៉ែបងប្អូនយើងទាំងអស់គ្នាកាលពីថ្ងៃទី27មិញនេះបាទខ្ញុំបានដាក់តម្រុយជូនពុកម៉ែបងប្អូនយើងលេងទេពុកម៉ែបងប្អូនយើងបានតម្រុយពីណាលេងចេះបាទជួយខមមិនប្រាប់ខ្ញុំបានផងបងប្អូនយើងបាទម្សិលមិញរវល់ពេកបងប្អូនយើងបាទហើយឃើញថាម្សិលមិញទី27នេះបាទរឿងសង្គ្រាមតាមព្រំដែនយើងក៏ឃើញថារៀងធូរស្បើយតិចហើយពុកម៉ែបងប្អូនយើងបាទអញ្ចឹងពុកម៉ែបងប្អូនយើងប្រហែលជាធូរចិត្តដូចតែខ្ញុំដែរហ្នឹងបាទពូមិនចង់ឲ្យមានសង្គ្រាមមានអីទេបងប្អូនយើងបាទបងប្អូនអាណិតបងប្អូនយើងដែលនៅតាមព្រំដែនបាទណាជនភៀសសឹកផងឯណាបាទមុខរបរត្រូវរស់ស៊ីបាទខាត់បងច្រើនណាបងប្អូនយើងបាទតែមិនដឹងធ្វើម៉េចទេបាទបងប្អូនបាទប្រទេសជាតិយើងមិនចង់ឲ្យអញ្ចឹងទេបាទប៉ុន្តែបើមានរឿងអញ្ចឹងហើយបាទយើងមានតែអត់ធ្មត់ទៅបងប្អូនយើងបាទអញ្ចឹងបាទមិនឲ្យខាត់ពេលយូរយើងធ្វើការដាក់តម្រូវជូនតែម្ដងបាទយើងអត់បានប្រៀបធៀបទេបងប្អូនយើងបាទដូចបញ្ជាក់ខាងលើនឹងអញ្ចឹងបាទដោយសារតែពីម្សិលមិញនេះបាទខ្ញុំបានអត់បានធ្វើតម្រូវជូនបងប្អូនយើងទេបាទអញ្ចឹងយើងដាក់តម្រូវជូនថ្ងៃថ្មីរួចបាទចាំស្អែកឡើងនេះបាទយើងបាទបន្តបាទប្រៀបធៀបដោយរដងទៀតបាទអញ្ចឹងយើងមាន45 48បងប្អូនយើងបាទយកបើជាសភៅមកកត់មកបាទធ្វើការ share វីដេអូនេះទុកមើលម្នាក់មួយផងបងប្អូនយើងបាទប្រយ័ត្នបាត់វីដេអូបាទហើយយើងមាន15បាទ18បាទសិតតលេខអាសាបងប្អូនយើងបាទហើយថ្ងៃនេះដែរបាទខ្ញុំឲ្យភាគរយខ្ពស់ឲ្យ15ឲ្យ18បាទ15 18បាទឲ្យអញ្ចឹងទៅបាទបងប្អូនយើងបាទហើយលេខតាមឆាតមួយរយៈនេះបាទខ្ញុំបាទផ្អាកឲ្យសិនបងប្អូនយើងបាទយើងតាមដានលេខឲ្យច្បាស់លាស់សិនបាទដោយសារតដាក់ទៅខ្វៀងមួយលេខបងប្អូនយើងបាទអញ្ចឹងយើងបាទសារៈសិនទៅបងប្អូនយើងបាទយើងចាំមើលបាទស្ថានភាពបាទខាងព្រំដែនរៀងធូរស្បើយហើយបាទខ្ញុំបាទធ្វើការដាក់តម្រុយតាមឆាតជូនបងប្អូនយើងលេខទៀតបាទអញ្ចឹងបងប្អូនយើងលេខតម្រុយសិនទៅបាទតម្រុយក៏ល្អដែរបងប្អូនមកខ្ញុំឲ្យចូលសឹងតរថ្ងៃតម្រុយបាទមិនថាពីលេខ3លេខទេបាទសិតតែល្អបាទអញ្ចឹងយើងមាន45បាទមាន48មាន38មាន15មាន18បាទហើយលេខភាគរយខ្ពស់បាទយើងមាន15 18ហើយអា3លេខយើងមាន548គុណបាទ381គុណក៏ដូចជា514គុណបាទយើងមាន3គ្រាប់នឹងដែរបាទមិនដែរបងប្អូនយើងបាទតម្រុយមើលទៅលេខស្អាតអត់បាទបើសិនជាឃើញថាលេខមើលទៅល្អបងប្អូនយើងស្រឡាញ់តាមដែរបាទបងប្អូនយើងយកទៅលេងទៅបាទកុំភ្លេចធ្វើការគុណត្រឡប់ផងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូនយើងបាទសម្រាប់ថ្ងៃទី28ហ្នឹងបាទចាំជួបគ្នាថ្ងៃស្អែកទី29ទាំងអស់គ្នាហើយយើងធ្វើការប្រតិបត្តិតម្រុយយើងបាទថាបានចិញ្ចឹមចិញ្ចក្បែរយ៉ាងណាយ៉ាងណីខ្លះបាទអញ្ចឹងបាយបាយបងប្អូនយើងតែប៉ុណ្្នឹងបាទបាយបាយ